Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះវាកុំពលឺអ្នកនរគ្នាវីដេអូនេះគឺខ្ញុំនាំអ្នកនរគ្នាមកពិកនិចមកខ្ញុំគឺខ្ញុំមកតាមម្នាក់ឯងច្រឡំធ្វើដៃពីរមកម្នាក់ឯងអ្នកនរគ្នាហើយទីតាំងដែលខ្ញុំមកពិកនិចនេះគឺនៅ Coconut Pier អ្នកនរគ្នាដោយសារថ្ងៃនេះថ្ងៃអាទិត្យចឹងរៀងមានមនុស្សច្រើនដែរមាននិយាយទៅរៀងមានមនុស្សច្រើនបើកាលខ្ញុំមកលើកមុនដូចជាថ្ងៃច័ន្ទមានតែខ្ញុំទេចឹងរៀងអៀនដែរអញ្ចឹងកន្លែងខ្លះខ្ញុំអាចនឹងដាក់ voice over អត់បាននិយាយតបតលទេចឹងសង្ឃឹមថាអ្នកនរគ្នាកុំភ្លេចមើលវីដេអូនេះដល់ចប់បើអ្នកនរគ្នាមានបំណងថាចង់មកពិកនិចតែឯងដូចខ្ញុំណាព្រោះយើងបែប introvert ចឹងរៀងធ្វើអីតែឯងហើយនៅខាងក្រោយនេះគឺមានគាត់ចាក់បាសសលេងណា speaker អញ្ចឹងវារៀងលាន់សលេងខ្លះអញ្ចឹងពេលខ្លះខ្ញុំអាចនឹង voice over ច្រើនជាងនិយាយផ្ទាល់ណាឥឡូវយើងមកមើលសិនថាខ្ញុំនឹងរៀបចំបែបម៉េចមានតែយើងដាក់ KLA តិចតួចចឹងណាការនេះខ្ញុំឈប់ទិញនៅទូពងហ្នឹងអ្នកនរគ្នាការពណ៌សហើយគាត់ដាក់អាថងនេះពណ៌សខ្ញុំទៀតចាំមើលទៅលេខតែអីអូខេចឹងចំពោះម្ហូបគឺថ្ងៃហ្នឹងគឺខ្ញុំមានផ្លែឈើតិចតួចហើយបាយជាមួយនឹងនំប៉័ងហើយផ្កាយនេះគឺខ្ញុំទិញនៅទូពូហ្នឹងអ្នកនរគ្នាឥឡូវហ្នឹងគឺខ្ញុំតែកន្លែងអង្គុយហើយកំពុងតែមើលគេមើលឯងអ្នកនរគ្នាសារតែថ្ងៃហ្នឹងមនុស្សច្រើនចឹងមានអារម្មណ៍ថាវាអៀនច្រើនអត់សូវជាខ្លាំងហើយកន្លែងនេះខាងក្រៅនេះគឺនៅក្រៅនៅពីគេចានេះបាយថ្ងៃដែលខ្ញុំរៀបចំមកផ្លែបឺហើយសាច់មាន់ហើយបាយគឺមានសាច់តែមកដូចនេះមកក្នុងមិន10ពី10អញ្ចឹងខ្ញុំអត់បានញ៉ាំបាយថ្ងៃអញ្ចឹងខ្ញុំត្រូវពេកមកបាយនេះខ្ញុំទិញគេនេះអានេះខ្ញុំប៉ាំងដោយសារពេលដែលយើងញ៉ាំបាយអាចនឹងឃ្លានផ្អែមស្រស់ណាស់មកចានេះខ្ញុំទិញនៅ Big Show ដែរទុកមកផាត់ color អ្នកហូបទេតែលើវាក្តៅវាហត់អត់ទៅមានខ្យល់ចានេះសិភៅដែលខ្ញុំយកមកសម្រាប់ទុកអានពេលដែលតិចទៀតខ្ញុំអង្គុយសម្រាប់តែអញ្ចឹងណាពេលយើងអានសិភៅត្រូវការកាសដោយសារតែអត់បានយកទឹកមកអញ្ចឹងវាកោកពេកទេអ្នកនរពេលចង់ទឹកផាត់ទៅនេះហើយវាអត់ទេបើមានទឹកបានស្អាតនេះពេលផាត់ទៅឃើញវាអត់និយាយទៅវាដឹកទៅវាចង់ភ្លៀងឯនេះពពករៀងកម្ៅហ្នឹងហើយកន្លែងឡើងស្ងាត់និយាយទៅវាឃ្យូហ្មងលាក់ខ្យល់មកតិចនេះរៀងកើសក់
គឺមិនឈើដោយសារវាអាចនឹងហូបភ្លៀងចឹងខ្ញុំប្រហែលជាអាចនឹងបានយូរដែរពេលខ្ញុំចង់នៅឲ្យដល់ម៉ោង 1 ម៉ោង 2 តែមើលទៅដូចជាអាចត្រូវម៉ោងកន្លះម៉ោងអីទៀតទៅវិញព្រោះសារខ្លាចភ្លៀងគឺថ្មីនេះវាហមបាត់គេផបអត់ជួណាក្មេងៗហមបាត់គេផបនេះម្យ៉ាងទៅពេលមកអង្គុយម្នាក់ឯងចឹងប្លែកដែរជិះទៅពេកនេះគេភាគច្រើនខ្ញុំមើលក្នុងវីដេអូគឺគេទៅច្រើនគ្នាតែខ្ញុំពេលទៅច្រើនគ្នាកម្រដោយសារតែមិត្តភក្តិខ្ញុំអីហ្នឹងគឺគាត់រវល់ធ្វើការអញ្ចឹងហើយថ្ងៃដែលខ្ញុំអត់ចង់មួយគ្នាអញ្ចឹងណាមួយទៀតខ្ញុំ introvert ស្រាប់អញ្ចឹងក៏សម្រេចចិត្តថាមកម្នាក់ឯងហើយចង់ដឹងថាពេលដែលអារម្មណ៍មកម្នាក់ឯងហ្នឹងមិនដែរពេលដែលមកម្នាក់ឯងអញ្ចឹងគឺគេមើលមកយើងវិញខ្លាចតែវាអត់មានបញ្ហាអីបើសិនជាយើងអត់ខ្វល់ពីគេក៏អត់ខ្វល់ពីយើងដែរហើយខ្ញុំចូលចិត្តបរិយាកាសនៅក្នុងក្នុងផ្ទះដោយសារតែទីមួយមានអារម្មណ៍ថាក្លីនហើយសុវត្ថិភាពហើយរឿងគៀកនឹងពេញយើងស្រួលមកហើយខ្ញុំមួយទៀតយើងពេចនេះក៏យើងមិនពេចនេះច្រើនម៉ោងអីដែរយ៉ាងយូរ2 ម៉ោង 3 ម៉ោងអត់ហើយច្រើនអត់ហើយការទៅដល់ម៉ោងទៅ1 ម៉ោងអីហ្នឹងពេលខ្លះខ្ញុំធ្លាប់មកម្ដងដែរប៉ុន្តែមិនលក្ខណៈពេចនេះគាត់មកអង្គុយអានសៀវភៅមួយលេខទេពេលដូចជាមិនដល់កន្លះម៉ោងអត់មានអវ៉ាន់មានអីចឹងមានតែសៀវភៅយើងកៅពេលមកមួយឯហ្នឹងហើយខ្ញុំមានអារម្មណ៍ថាបរិយាកាសគឺ good អញ្ចឹងខ្ញុំក៏ចង់ពេចនិចម្ដងហើយក៏ធ្វើវីដេអូចែកម្លែកទៅកាន់អ្នកនរគ្នាដែលគាត់ចង់មានគម្រោងថាចង់ពេចនិចតែឯងតែគាត់ត្រូវធ្វើអីខ្លះពីសំខាន់តែគាត់ត្រូវប្រឈមជាមួយនឹងអារម្មណ៍បែបណាអញ្ចឹងសម្រាប់សម្ភារៈអ្នកនរគ្នាអាចមើលនៅក្នុង TikTok អ៊ីនធឺណិតអីហ្នឹងគឺគេមានចែកម្លែកច្រើនប៉ុន្តែគាត់អ្នកនរគ្នាយកតែណាចង់បាច់បានហើយបើសិនអ្នកនរគ្នាត្រូវការថតរូបstyle ថតរូបអ្នកនរគ្នាយកនៅអ្វីដែលអ្នកនេះចង់បាច់ត្រូវយកមកបានគុំយកមកច្រើនពេកដោយសារតែទី1របស់តិចតែត្រូវប្លង់ដែលអ្នកនេះយកមកគឺថតរូបចេញមកស្អាតទី2គឺយើងស្រួលទៅវិញទៅមកព្រោះយើងមានតែម្នាក់ឯងហើយអ្វីដែលអ្នកប្រឈមដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺគេមើលមកអ្នកនរគ្នាខ្លាចតិចចឹងណាព្រោះជាទូទៅគេមកអង្គុយអីអញ្ចឹងគឺគេអាចនឹងមានគ្នា2 ទៅ 3 នាក់បើយើងមកម្នាក់ឯងគឺគេហិមើលយើងតិចតែខ្ញុំនិយាយខ្ញុំមើលគេដែរគេមើលមកខ្ញុំតែអីខ្ញុំរៀងជំនះភាពភ័យខ្លាចរបស់ខ្ញុំបានច្រើនហើយដូចខ្ញុំនិយាយចឹងអ្នកនរគ្នាអាចមករកទីតាំងដែលរៀងកលៀតក៏បានដែរដោយសារតែខ្ញុំអត់សូវហ៊ាននៅកណ្ដាលការព្រោះរៀងអៀនច្រើនចឹងជាងទីតាំងដែលខ្ញុំមកមានគ្នានៅកលៀតនិយាយទៅនៅការពិតកាលមុនខ្ញុំនៅទីតាំងនោះប៉ុន្តែឥឡូវវាអត់ស្មើអញ្ចឹងខ្ញុំក៏មកកន្លែងនេះហើយបើនៅកណ្ដាលអ្នកនរគ្នាគឺមានមនុស្សច្រើនគ្នាប៉ុន្តែយើង introvert យើងរៀងអៀនច្រើនហើយយើងមកគៀនណាគៀនចាគៀនលំផងទៅមានណាមានយើងរៀង comfort ជាងហើយជាចុងក្រោយនៅក្នុងវីដេអូនេះគឺខ្ញុំចង់ឲ្យអ្នកនរគ្នាសាកល្បងមកពីនេះអ្វីដែលអ្នកនរគ្នាទទួលបានណាបើសិនជាអ្នកនរគ្នាជាប្រភេទមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ចូលចិត្តការនៅម្នាក់ឯងចូលចិត្តអារម្មណ៍បែបលក្ខណៈ relax chill បែប slow ពេកនេះតែឯងហ្នឹងគឺវា good មែនតើនិយាយទៅគឺយើងមានអារម្មណ៍ថាយើងបាន relax ជាមួយនឹងខ្លួនឯងហើយទេសភាពខៀវសម្រាប់ត្រជាក់ភ្នែកបរិយាកាសខ្យល់តិចហើយនៅកន្លែងដែលមានអារម្មណ៍ថាវាសេះវាសុវត្ថិភាពវាមិនមានអ្នកនៅឆ្ងាយតែឯងខ្លាំងណានៅក្នុងទៅទៀតនិយាយទៅ good ហ្មងខ្ញុំអង្គុយនៅក្រោមតាមកង្ហារអ្នកនរគ្នានៅទីនេះគឺកន្លែងអាងគេហៅទឹកតែពេលអញ្ចឹងទៅវាលឺសលេងតែពេលដែលខ្ញុំមករវងប៉ុន្តែឥឡូវហ្នឹងអត់សូវអីការនេះខ្ញុំមានបំណងថានិយាយយកមកហ្នឹងដើម្បី
ថតអាក្របរបស់វាកាយនេះក៏លក់ខ្ញុំ6000ណាពូហួចចាកាយនេះពណ៌សហើយក៏ដាក់ថងនេះពណ៌សខ្ញុំទៀតវាសចប់តែមានអីស្អាតតាកាប់ពិតអត់មានត្រូវទិញតែតែចង់ថតព្រោះក្របវាហ្នឹងមើលអាក្របលក្ខណៈខាងបេក្រៅវាហ្នឹងគឺស្អាតចឹងខ្ញុំក៏ទិញទៅអស់6000ហើយអាវ៉ាន់ដែលខ្ញុំរៀបចំខាងនេះនិយាយទៅខ្ទង់បើសិនជាអ្នកគ្នារៀបចំបាយរៀបចំអីខ្លួនឯងអត់អស់ច្រើនទេខ្ញុំក៏មកបាយនេះខ្ញុំទិញគេអស់$2ការអស់1រៀលកន្លះទាំងបាយជូរនេះខ្ញុំទិញគេ15000ប៉ុន្តែខ្ញុំយកមកតែមួយផ្នែកតូចទេនេះកាប់ពិតនៅទៀតនៅមានទៀតហើយចំនួននេះខ្ញុំទិញកាប់ពិតខ្ញុំទិញទុកផាត់ខ្លួនឯងខ្ញុំក៏យកមកហើយខ្ញុំអាចធ្វើ activity អីផ្សេងទៀត5000នៅ Big Soul ហើយកាមេរ៉ានេះ5000ចាមានជាការចង់ស្លៀកកាយនេះអូស៊ីខុសហើយនេះស្លានេះអូខេបងមិនអត់ភ្លៀងអង្គុយបានយូរនេះសង្ឃឹមថាមិនអត់ងាយភ្លៀងចុះអូនេះអស់គ្នាខ្ញុំព្រោះឃើញនេះទេអានេះមានប្រភេទដើមលាក់ខីដែលគេនិយាយហ្នឹងទេថាដូចប៉ុន្តែចម្លែកនេះខ្ញុំព្រោះចាំហៅអូនេះមានមួយទៀតទេវាដុះមួយខ្ញុំមិនមានទេខ្ញុំខ្ញុំឃើញមួយហើយនឹងមួយទៀតតែអត់មានតែពីរហ្នឹងចិត្តទុកថាវាជាដើមប្រភេទដើមលាក់ខីហ្នឹងចឹងប៉ុន្តែខ្ញុំអត់កាច់វានឹងអត់គ្នាផ្សេងយើងស្រឡាញ់ធម្មជាតិតែយើងកុំបំផ្លាញធម្មជាតិខ្ញុំមានអារម្មណ៍ថាមេឃរកភ្លៀងខ្លាំងមែនតើអ្នកនរគ្នាឃើញអត់មេឃវានៅលើបបឯងចឹងខ្ញុំគិតថាខ្ញុំគួរតែរៀបចំខ្លួនរៀបអវ៉ាន់ទៅវិញព្រោះខ្ញុំខ្លាចភ្លៀងទៅខ្ញុំរើអត់តណាអូខេឥឡូវយើងរៀបចំអវ៉ាន់ដើម្បីទៅវិញអានេះអ្នកនរគ្នាឃើញក្រាស់ចឹងតែអត់ក្តៅទេឃើញអត់និយាយទៅខាងក្នុងវាអត់ក្តៅទេចឹងអាចពាក់បានទោះបីជាថ្ងៃក្តៅក៏អីដែរអាចជិះទៅភាសាត្រូវជិះទៅវិញជិះម៉ូតូចឹងអាចក្តៅចឹងមានពីទឹកកកមកចាវីដេអូពិកនិចរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នានឹងជឿចិត្តនេះឲ្យកុំភ្លេចមើលដល់ចុះអ្នកនរគ្នានេះអរគុណច្រើនបាយបាយ